រូបត្ថម្ភការចាក់វ៉ាក់សាំងប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះអាហារូបត្ថម្ភសំខាន់ក្នុងពេលមានផ្ទៃពោះទេរកក្នុងផ្ទៃម្ដាយលូតលាស់បាត1សង់ទីម៉ែត្រគឺនៅពេលធំឡើងអាចមានកម្ពស់បន្ថែម10សង់ទីម៉ែត្រក្រុមគ្រួសារគួរលើកទឹកចិត្តស្ត្រីមានផ្ទៃពោះឲ្យញ៉ាំសាច់ត្រីស៊ុតនិងបន្លែបៃតងឲ្យបានច្រើនពេលមានផ្ទៃពោះម្ដាយគួរតែទទួលទាន3ពេលក្នុងមួយថ្ងៃជាចម្បងនិងអាហារសម្រល់ចំនួនពី2ដល់3ពេលទៀតផឹកទឹកយ៉ាងហោចណាស់2លីត្រក្នុងមួយថ្ងៃរួមទាំងទឹកផឹកទឹកស៊ុបនិងទឹកផ្លែឈើត្រូវប្រាកដថាក្នុងអំឡុងពេលមានផ្ទៃពោះឡើងទម្ងន់ពី10ដល់12គីឡូក្រាមអាហារដែលមិនគួរបរិភោគឬបរិភោគមានកំណត់ពេលមានផ្ទៃពោះមិនបរិភោគអាហារដែលនៅឆៅដូចជាស៊ុតឆៅសាច់ក្រកជូរឬសាឡាត្រីជាដើមមិនផឹកស្រាបៀរកាត់បន្ថយការទទួលទានភេសជ្ជៈមានជាស្ករក្របដើម្បីជៀសវាងជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះគ្រួសារចូលតែងជួកអត្ថប្រយោជន៍ពីអាហារដែលមាននៅជុំវិញផ្ទះដូចជាក្តាមខ្យងត្រីពីព្រោះអាហារទាំងនេះសម្បូរទៅដោយជាតិកាល់ស្យូមនិងប្រូតេអ៊ីនលើកទឹកចិត្តឲ្យដាំបន្លែបៃតងនៅក្នុងចំការដូចជាត្រឡាចល្ពៅងប់ត្រកួនដើម្បីបរិភោគជុំឆ្នាំមិនប៉ះពាល់មិនប្រើប្រាស់សារធាតុគីមីកសិកម្មថ្នាំសម្លាប់ខ្យងថ្នាំសម្លាប់សត្វល្អិតក្នុងពេលមានផ្ទៃពោះនិងចិញ្ចឹមកូនតូចប្រើប្រាស់ថ្នាំនិងមីក្រូសារធាតុចិញ្ចឹមអំឡុងពេលមានផ្ទៃពោះជាសរសៃក្នុងរយៈពេល3ខែដំបូងស្ត្រីមានផ្ទៃពោះមិនគួរទិញថ្នាំដោយខ្លួនឯងឡើយព្រោះវាអាចបណ្ដាលឲ្យមានពិការភាពពីកំណើតស្ត្រីមានផ្ទៃពោះត្រូវលេបថ្នាំបំពាន់ជាតិដែកនិងអាស៊ីតហ្វូលិកស្របតាមការណែនាំរបស់កម្មាភិបាលពេទ្យឃុំការចាក់វ៉ាក់សាំងនិងពិនិត្យគាស់ស្ត្រីមានផ្ទៃពោះត្រូវទៅកាន់ដំណាក់សុខាភិបាលពិនិត្យគាស់យ៉ាងហោចណាស់3ដងក្នុងរយៈពេល3ខែដំបូង3ខែកណ្ដាលនិង3ខែចុងក្រោយដើម្បីពិនិត្យមើលភាពមិនប្រក្រតីពេលដឹងថាមានផ្ទៃពោះស្ត្រីត្រូវទៅកាន់ដំណាក់សុខាភិបាលដើម្បីចាក់វ៉ាក់សាំងការពារជំងឺតេតាណូសនិងគិតថ្ងៃសម្រាលដែនរំពឹងទុកការរៀបចំសម្រាលកូនដើម្បីសុវត្ថិភាពរបស់ម្ដាយនិងកូនស្ត្រីមានផ្ទៃពោះត្រូវទៅសម្រាលកូននៅដំណាក់សុខាភិបាលគ្រួសារនិងប្តីត្រូវរៀបចំសម្ភារៈសម្រាលកូនជាស្រេចដូចជាប្រាក់ប័ណ្ណធានារ៉ាប់រងនិងអត្តសញ្ញាណប័ណ្ណពន្ធរដ្ឋនៅខែចុងក្រោយនៃការពោះពោះប្តីរៀបចំការងារឲ្យបានរួចរាល់ដើម្បីនៅផ្ទះក្បែរប្រពន្ធជូនពរអ្នកសម្រាប់កូនដោយសុវត្ថិភាពម្ដាយនិងកូនមានសុខភាពល្អ